គ្រោះថ្នាក់ក្រឡាប់គោយន្តកន្ត្រៃដឹកកម្មករបេស្វាយបណ្ដាលឲ្យមានអ្នកស្លាប់និងរងរបួសគ្រោះថ្នាក់ក្រឡាប់គោយន្តកន្ត្រៃដឹកកម្មករដឹកបេស្វាយបណ្ដាលឲ្យស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងកម្មករបេស្វាយជិត20នាក់ទៀតបានរងរបួសធ្ងន់ស្រាលខណៈដែលធ្វើដំណើរតាមគោយន្តកន្ត្រៃហើយតែកង់បើកលឿនរាចង្កូតក្រឡាប់ខ្លួនឯងរណូករណែលលើផ្លូវក្រាលកៅស៊ូនគរបាលស្រុកភ្នំស្រួចបាននិយាយឲ្យដឹងថានៅមុនពេលកាត់ហេតុមានគោយន្តមួយគ្រឿងម៉ាកគូបូតាពណ៌ក្រហមសណ្ដោងរមាដឹកកម្មករបេះផ្លែស្វាយចំនួន17នាក់ស្រី10នាក់ដែលបើកបរដោយឈ្មោះងួនទីទីភេទប្រុសអាយុ23ឆ្នាំរស់នៅភូមិសហគមន៍ខាងលិចឃុំភក្តីស្រុកបរសែបខេត្តកំពង់ស្ពឺបានបើកបរតាមបណ្ដោយផ្លូវក្រាលកៅស៊ូមួយខ្សែក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើតលុះពេលធ្វើដំណើរមកដល់ចំណុចកាត់ហេតុខាងលើគោយន្តកន្ត្រៃក៏បានរេចង្កូតមកខាងស្ដាំដៃធ្លាក់ផ្លូវដោយខ្លួនឯងបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ឈ្មោះកងធានៅនឹងកន្លែងកាត់ហេតុនិងរងរបួសសរុប16នាក់ស្រី10នាក់ហេតុការក្រឡាប់គោយន្តកន្ត្រៃបណ្ដាលឲ្យមានអ្នកស្លាប់និងរងរបួសបានកាត់ឡើងកាលពីវេលាម៉ោង 4:35 នាទីរសៀលថ្ងៃទី12ខែឧសភាឆ្នាំ2025នៅផ្លូវក្រាលកៅស៊ូមួយខ្សែត្រង់ចំណុចអូរថ្មដំរីស្ថិតនៅក្នុងភូមិថ្មីឃុំចំបក់ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺនគរបាលស្រុកភ្នំស្រួចបានបន្តថាកម្មកររងរបួសធ្ងន់ធ្ងរមនុស្ស5នាក់ស្រី4នាក់មានឈ្មោះ1សនសារីភេទប្រុសអាយុ18ឆ្នាំរបួសធ្ងន់2ឈ្មោះឈុនកានភេទស្រីអាយុ44ឆ្នាំរបួសធ្ងន់3ឈ្មោះសាយមករាភេទស្រីអាយុ24ឆ្នាំរបួសធ្ងន់4ឈ្មោះកងផៃភេទស្រីអាយុ63ឆ្នាំរបួសធ្ងន់5ឈ្មោះសំថាវភេទស្រីអាយុ56ឆ្នាំរបួសធ្ងន់អ្នករងរបួសស្រាលមនុស្ស11នាក់ស្រី6នាក់មានឈ្មោះ1ឈ្មោះគំស៊ីមភេទស្រីអាយុ52ឆ្នាំរបួសស្រាល2ឈ្មោះកងកាន់ភេទស្រីអាយុ47ឆ្នាំរបួសស្រាល3ឈ្មោះសែមធីតាភេទស្រីអាយុ26ឆ្នាំរបួសស្រាល4ឈ្មោះយតធីមភេទស្រីអាយុ45ឆ្នាំរបួសស្រាល5ឈ្មោះរងដារ៉ូភេទប្រុសអាយុ3ឆ្នាំរបួសស្រាល6ឈ្មោះញឹបនិមលភេទស្រីអាយុ30ឆ្នាំរបួសស្រាល7ឈ្មោះងួនឆៃរុងភេទប្រុសអាយុ37ឆ្នាំរបួសស្រាល8ឈ្មោះនួននៅភេទប្រុសអាយុ47ឆ្នាំរបួសស្រាល9ឈ្មោះវ៉ាត់ចិនភេទប្រុសអាយុ32ឆ្នាំរបួសស្រាល10ឈ្មោះសយពិសិដ្ឋភេទប្រុសអាយុ16ឆ្នាំរបួសស្រាលអ្នកទាំង16ខាងលើនេះរស់នៅក្នុងភូមិសហគមន៍ឃុំភក្តីស្រុកបរសែបខេត្តកំពង់ស្ពឺក្រោយកម្លាំងនគរបាលជំនាញបានធ្វើការវាស់វែងរួញដឹកអ្នករងរបួសយកទៅព្យាបាលនៅតាមមន្ទីរពេទ្យចំណែកសពស្ត្រីខាងលើនគរបាលបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីសម្រាប់រងការខូចខាតគោយន្តមួយគ្រឿងតិចតួចអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំបក់រងចាំធ្វើការដោះស្រាយនៅពេលក្រោយ